អ្នកគ្រប់គ្នាក៏នឹងមានឱកាសពិសេសនៅក្នុងជីវិតអ្នកដែលតម្រូវឲ្យមានភាពក្លាហានផងដែរមិត្តខ្ញុំម្នាក់ឈ្មោះចនបានចែកចាយឱកាសពិសេសមួយនោះនៅក្នុងជីវិតគាត់ជាមួយនឹងខ្ញុំស្មាញ់តើម្នាក់ឈ្មោះអីទៅបានអង្គុយជិតគ្នាលើយន្តហោះក៏ឈ្មោះថា Brandon នេះជាឆ្នាំទី2របស់គាត់ហើយគាត់ថាអ្នកមកពីក្រុមអន្តរជាតិគេទៅទាំងអស់គ្នាវាមិនជាកម្មវិធីសាលាវាជាកម្មវិធីពួកសិស្សហ្នឹងណាវាសប្បាយមើលទៅអរហ្នឹងចឹងហើយ Brandon អូសួស្តីម៉ាគឺបានជិះគ្នាអូអត់បញ្ហាទេពូម៉ែកន្លែងនេះគួរសមណាមានហើយសប្បាយទេហើយវាទៅសម្លាញ់គ្នាចេះស្អាតណាស់នេះហើយក៏ចាប់នឹងទៅមើលខ្ញុំថាការខិតខំ4ឆ្នាំនេះមានលទ្ធផលល្អយើងចង់ទៅរៀនជប៉ុនអូសង្ឃឹមចឹងចុះខ្ញុំចង់ទៅរៀនក្នុងនេះឯងខ្ញុំជាប់ហើយអូឯងមិនទៅរៀនជប៉ុនដែរអូអបអរសាទរកូនប្រុសឯងត្រៀមខ្លួនចូលស្លាយមែនទេអូត្រៀមហើយតើឯងឈ្មោះអីដែរអូ Brandon ឯងរឹកតែទៅខ្ញុំចង់ធ្វើជាវិស្វករធ្វើជានិយមនេះហ្នឹងសម្លាញ់តែលោកគ្នាតិចមើលពួកគេជាណាគេហើយស្រីដែរបានយល់អូអ្នកទាំងពីរមកពីណាពួកយើងមកពីកាណាដាល្អខ្ញុំមកពីញូវយ៉កខ្ញុំមករៀននៅទីនេះតាំងពីមកជួបគ្នាហើយតិចគ្នាមែនទេសួស្តីជួយខ្ញុំមកសួស្តីសុំទោសស្រីខ្ញុំចង់និយាយជាមួយពួកអ្នកបន្តិចទីវើណាគេនឹងទៅមើលថៃពួកឯងនៅជប៉ុនអីគេអញជប់ដែរមែនទេមែនហើយអត់បានទៅលុះយប់កាន់តែជ្រៅអាកាសធាតុក៏ផ្លាស់ប្ដូរភាពអ៊ូអរសំឡេងតន្ត្រីលាន់រំពងនិងការផឹកស្រាបានធ្វើឲ្យចនមិនស្រណុកក្នុងចិត្តបំពេចនោះមានម្នាក់បានចាប់ដើមប្រមូលដុំនិស្សិតជារង្វង់ធំមួយក្នុងគោលអំណងចែកកញ្ឆាគ្នាជួបមែនហើយនេះកាត់ឡើងនេះសម្លាញ់យើងគួរត្រឡប់ទៅវិញចង់មានអីពិបាកទេគាត់ទៅឈរនៅក្នុងរង្វង់ទៅដល់ពេលវេនយើងកុំជួបហើយតទៅទៀតទៅគ្នាចង់បាននេះថាពុំចាំបាច់ដើរចេញពីមុខពីពុំអីនៅខ្មាស់គេមកសម្លាញ់ចាខ្ញុំគ្រាន់តែធ្វើតាមអញ្ញាតោះគឺជុំនឹងមុំកគាត់ហើយកុំធ្វើឲ្យល្អកកជាងនេះទៀតបាយចង់ទៅវិញក៏ទៅចុះតែគ្នានៅហ្នឹងហើយចាំជួបគ្នាបន្ទប់ចេះឆ្ងាយពីគ្នានឹងមានគ្រាដែលអ្នកនឹងប្រឈមមុខដូចគ្នានឹងចនដែរដោយត្រូវបង្ហាញពីភាពក្លាហានដ៏សុចរិតរបស់អ្នកខណៈដែលពួកគេកំពុងមើលអ្នកចូលរឹងពឹងចោះចូលឈរនៅទីបរិសុទ្ធហើយនៅឲ្យនឹងណោតោះ Jasonខ្ញុំសូមសន្យាថាព្រះអង្គម្ចាស់នឹងប្រទានកម្លាំងដល់អ្នកទ្រង់នឹងប្រទានរង្វាន់ឲ្យអ្នកចំពោះភាពក្លាហាននិងអកប្បកិរិយាសុចរិតរបស់អ្នកឲ្យមានសុភមង្គលនិងភាពរីករាយពេលប៉ូលីសបានទៅដល់លើដំបូងនោះនិស្សិតបានក្រវែងឆ្នាំញីនោះចេញពីដំបូងកុំឲ្យពួកគេត្រូវបានចាប់ខ្លួនប៉ុន្តែបន្ទាប់ពីចាក់សោទ្វារចន្ទារួចប៉ូលីសបានឲ្យនិស្សិតតម្រង់ជួរនៅលើដំបូងនោះហើយឲ្យពួកគេហុចដៃពួកគេចេញមកឥឡូវខ្ញុំសូមប្រាប់អ្នកពីអ្វីដែលបានកើតឡើងដល់មិត្តទាំង3នាក់នោះ
មិត្តម្នាក់នៅលើដំបូងនោះត្រូវបានបណ្ដេញចេញពីសាកលវិទ្យាល័យប្រទេសជប៉ុនតែគាត់បានខិតខំយ៉ាងខ្លាំងដើម្បីឲ្យគេទទួលទៅរៀនហើយតម្រូវឲ្យត្រឡប់ទៅផ្ទះវិញនិស្សិតណាដែលកាន់កញ្ឆានោះទោះជក់ឬមិនជក់ក្តីត្រូវបានចាត់ទុកថាមានទោសក្តីសុបិននៃការសិក្សាការរៀបចំជាច្រើនឆ្នាំនិងឱកាសមានការងារនាពេលអនាគតនៅប្រទេសជប៉ុនត្រូវរលាយបាត់តែមួយប្រពេចភ្នែកមិត្តម្នាក់ដែលចេញពីពិធីជប់លៀងនៅយុគនោះជាមួយចនបានបញ្ចប់ការសិក្សានៅជប៉ុនហើយបានបន្តរៀនយកសញ្ញាបត្រពីសាកលវិទ្យាល័យចំនួន2ដែលឈានមុខគេនៅសហរដ្ឋអាមេរិកគាត់បានត្រឡប់មកធ្វើការនៅអាស៊ីវិញតែគាត់រីករាយជាខ្លាំងជាមួយនឹងជំនាញដ៏ជោគជ័យគាត់នៅតែមានអំណរគុណចំពោះគំរូនៃភាពក្លាហានរបស់ចនរហូតមកដល់សប្តាហ៍នេះរីឯចនវិញគាត់មានពរជ័យជាច្រើននៅក្នុងជីវិតរបស់គាត់កាលគាត់នៅជប៉ុនគាត់មានអាពាហ៍ពិពាហ៍មួយដ៏រីករាយហើយបន្ទាប់មកគាត់មានកូនប្រុស2នាក់គាត់បានក្លាយជាពាណិជ្ជករដ៏ជោគជ័យមួយរូបហើយថ្មីនេះបានក្លាយជាសាស្ត្រាចារ្យមួយរូបនៅសាកលវិទ្យាល័យជប៉ុនសូមគិតស្រមៃពីភាពផ្ទុយគ្នានៃឆាកជីវិតរបស់គាត់បើគាត់គ្មានភាពក្លាហានដើម្បីចាក់ចេញពីពិធីជប់លៀងនៅល្ងាចដ៏សំខាន់ក្នុងប្រទេសជប៉ុននោះទេចូលចាំថាអ្វីដែលអ្នកធ្វើទីណាដែលអ្នកទៅនិងអ្វីដែលអ្នកឃើញនឹងកំណត់ថាតើអ្នកជាមនុស្សបែបណា